កំបាំងនេះគឺជាអ្វីអ្នកអាចកំពុងអង្គុយឆ្ងល់ថាចុះតើអាចកំបាំងនេះគឺជាស្អីទៅតែខ្ញុំសូមរៀបរាប់ឲ្យស្ដាប់បន្តិចសិនថាតើខ្ញុំរកឃើញអាចកំបាំងនេះដូចម្ដេចយើងគ្រប់គ្នាសុទ្ធតែមានជីវិតរស់នៅដោយសារធម្មពលអំណាចមួយប្រភេទយើងទាំងអស់គ្នាតែចង្អុលបង្ហាញខ្លួនឯងដោយច្បាប់មួយគឺច្បាប់ធម្មជាតិនៃសកលចក្រវាលដ៏ពិតជាក់ស្ដែងរហូតធ្វើឲ្យយើងមិនអាចជួបនឹងរឿងលំបាកអ្វីៗនៅក្នុងការសាងយានអវកាសបញ្ជូនមនុស្សទៅឋានព្រះច័ន្ទព្រមទាំងបានកំណត់ពេលវេលាដែលយានអវកាសត្រូវចុះចតដោយពុំមានខុសសូម្បីតែ1នាទីនោះឡើយបើទោះបីជាអ្នកស្ថិតនៅទីកន្លែងណានៃលោកឥណ្ឌាអូស្ត្រាលីណូវែលហេឡង់ស្តុកហូលឡុងតូរ៉ុងតូម៉ុងតេត្រាល់ឬញូវយ៉កគ្រប់គ្នាសុទ្ធតែរស់នៅដោយបានធម្មពលអំណាចតែមួយច្បាប់តែមួយគត់គឺច្បាប់នៃការស្រូបទាញអាថ៌កំបាំងនេះគឺច្បាប់នៃការស្រូបទាញនេះឯងគ្រប់យ៉ាងដែលឆ្លងកាត់មកនៅក្នុងជីវិតរបស់អ្នកគឺជារូបអ្នកដែលស្រូបទាញវាមកការដែលអ្នកស្រូបទាញវាបានក៏ព្រោះតែអ្នកមានមโนភាពតាក់ទងទៅនឹងវត្ថុនៅក្នុងចិត្តអ្វីដែលអ្នកគិតគឺសំខាន់បំផុតអ្វីក៏ដោយដែលអ្នកកំពុងតែគិតមានន័យថាអ្នកកំពុងតែស្រូបទាញវត្ថុនោះចូលមករកអ្នកហើយគ្រប់យ៉ាងដែលអ្នកគិតគឺអ្វីដែលជាការពិតវាជាធម៌ពលមួយប្រភេទបរមគ្រូដ៏អស្ចារ្យប្រចាំយុគសម័យជាច្រើនបានប្រាប់យើងថាច្បាប់នៃការស្រូបទាញគឺជាច្បាប់ដែលមានអានុភាពខ្លាំងបំផុតនៅលើសកលចក្រវាលកវីនិពន្ធដូចជា William Shakespeare, Robert Braille និង William Blake បានលើកបង្ហាញអំពីច្បាប់នេះនៅក្នុងបទនិពន្ធរបស់គាត់តន្ត្រីករដូចជា Ludwig van Beethoven បានបង្ហាញពីច្បាប់នេះតាមសូរសៀងតន្ត្រីចំណែកវិចិត្រករដូចជា Leonardo da Vinci ក៏បានពិពណ៌នាច្បាប់នេះនៅក្នុងរូបគំនូរផងដែរទស្សនាវិទូដ៏អស្ចារ្យនៅលើលោកដូចជាសូក្រាត Platon Ralph Waldo Emerson Pythagoras Von Hotte Francis Bacon Isaac Newton Johann Vogel និង Victor Hugo ម្នាក់សិតតែបានសរសេរអំពីប្រការនេះនៅក្នុងបទនិពន្ធនិងពាក្យព្រានប្រដៅរបស់ខ្លួនបុគ្គលទាំងនេះផ្ញើឈ្មោះទុកជាអមតៈប្រវត្តិជីវិតរបស់ពួកគេនៅតែត្រូវបានគេយកមកនិទានឬរំលឹកជារៀងរហូតមករាប់សតវត្សសាសនាផ្សេងមានទាំងហិណ្ឌូលទ្ធិឥសីឈីប្រៃព្រះពុទ្ធឈីគ្រិស្តអ៊ីស្លាមនិងជាធម្មនានាដូចជាបាលីឡូនឬអេស៊ីបបុរាណនីមួយបានបន្តផ្សព្វផ្សាយច្បាប់នេះតាមរយៈការចារឹកពាក្យព្រានប្រដៅនិងតាមហេតុការណ៍ផ្សេងច្បាប់នេះត្រូវបានទទួលការកត់ត្រាទុកតាមគ្រប់រូបភាពជារៀងរហូតមកនៅគ្រប់យុគសម័យយើងតែងជួបច្បាប់នេះនៅក្នុងបទសំណេរបុរាណបន្តរៀងមកគ្រប់សតវត្សព្រមទាំងមានចារឹកនៅលើផ្ទាំងសិលាតាំងពី300ឆ្នាំមុនគ្រិស្តសករាជសូម្បីតែអ្នកខ្លះទន្ទឹងរង់ចាំចង់ដឹងចង់ឃើញច្បាប់នេះយ៉ាងអន្ទះសារតែច្បាប់នេះបានបង្ហាញខ្លួនឲ្យមនុស្សបានរកឃើញជាបន្តរៀងរហូតមកហើយច្បាប់នៃការស្រូបទាញចាប់កកើតតាំងពីចំណុចផ្ដើមកាលវេលាមកម្លេះច្បាប់នេះមានអស្ថិរភាពជារៀងរហូតមកហើយជារៀងរហូតតទៅច្បាប់នេះហើយគឺជាតួអង្គកំណត់បែបបទគ្រប់យ៉ាងនៃចក្រវាលគ្រប់គ្រងជីវិតរបស់អ្នកខណៈញៀននិងចាត់ចែងអ្វីគ្រប់យ៉ាងដែលអ្នកជួបប្រសពក្នុងជីវិតទោះបីជាអ្នកជានរណានៅទីណាច្បាប់នៃការស្រូបទាញនឹងបង្កឲ្យកើតមានបទពិសោធន៍ជីវិតទាំងអស់របស់អ្នកច្បាប់នៃការស្រូបទាញប្រកបទៅដោយអានុភាពមហិមានេះកំពុងតែធ្វើបែបនេះតាមរយៈអារម្មណ៍នឹកគិតរបស់អ្នកគឺជាអ្នកដែលធ្វើឲ្យច្បាប់នេះប្រែក្លាយទៅជាពិតដោយការប្រតិបត្តិដោយអ្នកអនុវត្តទៅតាមការគិតកាលពីឆ្នាំ1912 Charles Harnell បានអធិប្បាយអំពីច្បាប់នៃការស្រូបទាញនេះនោះគឺច្បាប់ដែកដ៏អស្ចារ្យនិងត្រឹមត្រូវបំផុតមិនមានថ្ងៃសាបសូន្យនិងជាអ្វីដែលកំណត់ដំណើរការរីកចម្រើនជឿនលឿនទាំងឡាយបណ្ដាអ្នកប្រាជ្ញប្រកបដោយបញ្ញាដ៏ខ្ពង់ខ្ពស់ស្គាល់ច្បាប់នេះរហូតមកយើងស្រាវជ្រាវបកក្រោយទៅដល់យុគប៉ារីឡូតពួកគាត់ចេះច្បាប់ទាំងនេះជារៀងរហូតមក
ពួកគាត់គឺជាមនុស្សមួយក្រុមតូចដែលត្រូវអនុញ្ញាតឲ្យទទួលដឹងមានកំណត់ត្រាឯកសារភស្តុតាងជាច្រើនទាក់ទងទៅនឹងភាពចម្រុងចម្រើនរុងរឿងរបស់ប្រជារាស្ត្របាប៊ីឡូនសម័យបុរាណដែលយើងដឹងថាជាអ្នកសាងវត្ថុអច្ឆរិយៈមួយនៅក្នុងបណ្ដាវត្ថុអច្ឆរិយៈទាំង7លើសកលលោកគឺសួនអណ្ដែតនៃបាប៊ីឡូនដោយបានយល់ដឹងអំពីច្បាប់នៃចក្រវាលនិងអាចយកមកប្រតិបត្តិនៅក្នុងជីវិតពិតទៅពួកគេគឺជាអរិយជនដែលពោរពេញទៅដោយក្តីសុខមួយក្រុមតូចនៅក្នុងប្រវត្តិសាស្ត្រអ្នកធ្លាប់តែគិតដែរឬទេថាតើហេតុអ្វីបានជាទឹកប្រាក់ប្រមាណ 96% នៃចំនួនប្រាក់ចំណូលសរុបរបស់ពិភពលោកត្រូវធ្លាក់ទៅលើដៃមនុស្សត្រឹមតែ 1% នៃប្រជាជនពិភពលោកប៉ុណ្ណោះតើអ្នកគិតដែរថានេះគឺជារឿងចៃដន្យឬតាមពិតទៅវាគឺជារឿងដែលបានកំណត់រួចមកហើយអ្នកទាំងនោះគឺពិតជាបានរកឃើញអ្វីម្យ៉ាងគេអាចយល់អំពីអាថ៌កំបាំងនេះហើយពេលនេះអ្នកក៏នឹងបានស្គាល់បានដឹងពីអាថ៌កំបាំងនេះជាមួយគេផងដែរបុគ្គលដែលស្រូបទាញយកទ្រព្យសម្បត្តិមកឲ្យខ្លួនបានប្រើអាថ៌កំបាំងនេះបើទោះបីជាដឹងខ្លួនឬមិនដឹងក៏ដោយពួកគេគិតអំពីភាពមានបានត្រជាក់ត្រជុំហើយមិនអនុញ្ញាតឲ្យគំនិតរាំងស្ទះអ្វីមកចាក់ឬចាក់គល់នៅក្នុងខួររបស់គេឡើយគំនិតចម្បងនៅក្នុងខួរក្បាលរបស់ពួកគេនោះគឺរឿងមានបានពួកគេដឹងតែធ្វើម៉េចឲ្យមានទ្រព្យធនដោយមិនមានអ្វីផ្សេងមកលោកឡំនៅក្នុងខួរក្បាលបើទោះបីជាដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយការដែលពួកគេគិតរឿងមានបានជាធំគឺជាវិធីដែលនាំយកនូវភាពមានបានមកឲ្យនេះគឺជាច្បាប់ស្រូបទាញនៅក្នុងផ្នែកប្រតិបត្តិឧបករណ៍ម្យ៉ាងដ៏ជាក់ស្ដែងបំផុតដែលបង្ហាញអំពីអាថ៌កំបាំងនេះនិងដែលបានបង្ហាញថាច្បាប់នៃការស្រូបទាញនេះមានប្រសិទ្ធភាពពិតប្រាកដនោះគឺអ្នកអាចស្គាល់អ្នកខ្លះដែលធ្លាប់មានកប់ពពកនិងបន្ទាប់មកក៏ត្រូវខាតបង់ធ្លាក់ដល់បាតដាលគេបានសាងនៅឋានៈជីវភាពរបស់ខ្លួនឲ្យរឹងមាំមកវិញយ៉ាងឆាប់រហ័សនៅក្នុងករណីនេះអ្វីដែលកើតឡើងមិនថាជាអ្នកនោះដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយគេគិតតែអំពីរឿងសាងឋានៈរបស់ខ្លួនជាធំទើបពួកគេបានទៅជាអ្នកមានតាំងពីដំបូងបន្ទាប់មកគេក៏បណ្ដែតបណ្ដោយចិត្តឲ្យនឹកគិតអំពីរឿងបាត់បង់ទ្រព្យទាំងនោះរហូតតតែគេនឹកគិតដល់គួរឲ្យភ័យខ្លាចនេះចូលមកសន្ធិដ្ឋនៅក្នុងវិញ្ញាណរបស់គេធ្វើឲ្យទំនោរនៃការគិតផ្អៀងត្រេតពីការគិតនៅលើរឿងមានបានហើយងាកទៅគិតអំពីរឿងខូចខាតទៅវិញទៅបណ្ដាលឲ្យពួកគេត្រូវបាត់បង់អ្វីគ្រប់យ៉ាងមែនទែនដូច្នោះទៅតែនៅពេលដែលពួកគេបាត់បង់ទៅហើយនោះសេចក្តីភ័យខ្លាចអំពីការបាត់បង់ក៏រលាយបាត់អស់ទៅវិញធ្វើឲ្យពួកគេទំនោរនៃការគិតវិលត្រឡប់មករកកន្លែងដើមវិញគេក៏ចាប់ផ្ដើមគិតអំពីរឿងមានបានសារជាថ្មីហើយនៅទីបំផុតភាពមានបានក៏ត្រឡប់មករកគេវិញចំពោះខ្ញុំវិធីដ៏ងាយស្រួលបំផុតដើម្បីឲ្យដឹងអំពីច្បាប់នៃការស្រូបទាញនោះគឺគិតទុកឲ្យស្រេចថាខ្លួនឯងគឺជាមេដែកមួយដុំហើយមេដែកមួយដុំទៀតនឹងត្រូវបានយើងឆក់ទាញចូលមករកយើងអ្នកជាមេដែកដ៏មានអានុភាពបំផុតនៃសកលចក្រវាលអ្នកមានកម្លាំងស្រូបទាញនៅក្នុងខ្លួនប្រកបទៅដោយអានុភាពខ្លាំងជាងវត្ថុអ្វីៗនៅលើโลกនេះកម្លាំងស្រូបទាញខ្លាំងឥតកណនានេះស្ដែងចេញមកតាមការនឹកគិតរបស់អ្នកដោយសារតែច្បាប់នៃការស្រូបទាញនេះពោលថាវត្ថុដូចគ្នានឹងមានកម្លាំងស្រូបទាញចូលមករកគ្នាហេតុដូចនេះនៅពេលដែលអ្នកកំពុងតែគិតនៅលើរឿងអ្វីអ្នកក៏នឹងស្រូបទាញគំនិតបែបដូចគ្នាចូលមករកអ្នកជាបន្តទៅទៀតយើងនឹងសូមលើកជាឧទាហរណ៍ដែលបញ្ជាក់ថារូបអ្នកផ្ទាល់ក៏ធ្លាប់ជួបហេតុការណ៍ទៅតាមច្បាប់នៃការស្រូបទាញនេះដែរតើធ្លាប់មានទេនៅពេលដែលអ្នកគិតពីរឿងអ្វីម្យ៉ាងដែលខ្លួនមិនពេញចិត្តនៅហើយនៅពេលដែលអ្នកកាន់តែគិតបន្តិចរឿងនោះក៏ហាក់បីដូចជាកាន់តែធ្ងន់ធ្ងរឡើងលើសដើមនេះព្រោះតែនៅពេលដែលអ្នកសញ្ជឹងរិះគិតទៅលើអ្វីម្យ៉ាងច្បាប់នៃការស្រូបទាញក៏នឹងនាំយកគំនិតផ្សេងដែលស្រដៀងគ្នានេះឲ្យចូលមករកអ្នកជាបន្ទាន់នៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះអ្នកអាចនឹងកើតមានគំនិតអាក្រក់ស្រដៀងគ្នា
យ៉ាងច្រើនប្រជាគ្នាចូលមកតល់តែមើលទៅអ្វីៗហាក់បីដូចជាសិតតែអាក្រក់ទាំងអស់ពេលគិតកាន់តែយូរទៅអារម្មណ៍ក៏កាន់តែមួម៉ងខ្លាំងឡើងម្យ៉ាងទៀតអ្នកក៏ប្រហែលជានឹងធ្លាប់ជួបប្រទះហេតុការណ៍នៃការស្រូបទាញគំនិតផ្សេងទៀតដែរស្រដៀងគ្នាដូចជាក្រោយពេលដែលបានស្ដាប់បទចម្រៀងអ្វីមួយហើយអ្នកក៏នឹងអាចបំបត្តិបទចម្រៀងនោះនៅក្នុងអារម្មណ៍សំឡេងចម្រៀងនៅតែអណ្ដែតត្រសែតជាប់នៅក្នុងចិត្តមិនព្រមលុបបំបត្តិទៅណានៅពេលដែលកំពុងស្ដាប់ចម្រៀងនោះអ្នកអាចមិនដឹងថាខ្លួនបានស្ដាប់នឹងផ្ដោតអារម្មណ៍ទៅលើបទចម្រៀងនោះទេហើយនៅក្នុងពេលជាមួយគ្នានោះអ្នកបានបញ្ចេញកម្លាំងស្រូបទាញយ៉ាងអត្ថន័យផ្សេងស្រដៀងគ្នានឹងបទចម្រៀងហើយច្បាប់នៃការស្រូបទាញក៏ចាប់ផ្ដើមធ្វើការរួចនាំអ្នកឲ្យនឹកគិតទៅដល់បទចម្រៀងនោះសារចុះសារឡើងជាបន្តបន្ទាប់ជីវិតនៅក្នុងពេលបច្ចុប្បន្នរបស់មនុស្សម្នាក់គឺជារូបភាពឆ្លុះបញ្ចាំងអំពីគំនិតរបស់អ្នកកាលពីមុនដែលមានរឿងល្អនិងរឿងអាក្រក់នៅពេលដែលអ្នកស្រូបទាញយកអ្វីដែលខ្លួនគិតខ្លាំងបំផុតឲ្យចូលមករកនោះទើបជារឿងងាយដែលអាចនឹងមើលទៅឃើញថារយៈពេលកន្លងមកនេះគំនិតអ្វីដែលមកគ្របដណ្ដប់នៅលើចិត្តគំនិតរបស់អ្នកនៅគ្រប់សកម្មភាពនៃជីវិតនោះគឺជាបទពិសោធន៍ដែលអ្នកបានជួបប្រទះរហូតមកដល់សប្តាហ៍ថ្ងៃនេះពេលនេះអ្នកក៏នឹងបានដឹងហើយថាអាចកំបាំងទាំងនេះគឺជាអ្វីអ្នកនឹងផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងនៃជីវិតរបស់អ្នកបានបើចិត្តរបស់អ្នកមើលឃើញវត្ថុអ្វីនៅក្នុងដៃរបស់អ្នកក៏នឹងកាន់របស់នោះកាលបើអ្នកដឹងថាខ្លួនត្រូវការអ្វីនៅក្នុងជីវិតហើយគិតអំពីរបស់នោះជាធំអ្នកក៏នឹងត្រូវស្រូបទាញរបស់នោះចូលមកក្នុងជីវិតរបស់អ្នកបានតាមគោលការណ៍ដ៏មានអានុភាពបំផុតនេះការគិតរបស់អ្នកនឹងคล้ายទៅជាការពិតនៅក្នុងជីវិតការគិតនឹងคล้ายទៅជាការពិតចូលទិញប្រយោគនេះផ្ទួនដាក់ខ្លួនឯងតើតែជ្រាបចូលទៅក្នុងជំរឿចិត្តការគិតក៏នឹងคล้ายទៅជាការពិតការគិតគឺជាកម្លាំងស្រូបទាញនិងមានរលកហ្វ្រេកង់របស់វាពេលអ្នកគិតអំពីអ្វីគំនិតនោះក៏នឹងសាយភាយនៅក្នុងលំហចក្រវាឡហើយស្រូបទាញអ្វីផ្សេងដែលស្រដៀងគ្នាដែលមានហ្វ្រេកង់ដូចគ្នាគ្រប់ការគិតដែលបញ្ជូនចេញទៅវិលត្រឡប់មកទីកន្លែងដើមវិញហើយទីកន្លែងដើមនេះគឺជារូបអ្នកនេះឯងអ្នកអាចគិតតាមវិធីដ៏ងាយថាអង្តែនទូរទស្សន៍គឺជាមុខងារបញ្ជូននៃរលកហ្វ្រេកង់ដែលបំផ្លាញជារូបភាពនៅក្នុងទូរទស្សន៍របស់អ្នកជាទូទៅយើងមិនបានដឹងថាអង្តែនវានឹងធ្វើការដូចម្តេចនោះទេយើងគ្រាន់តែដឹងថាទូរទស្សន៍តាមប៉ុស្តិ៍នីមួយមានរលកហ្វ្រេកង់រៀងខ្លួនពេលយើងចុចតម្រង់ប៉ុស្តិ៍ទៅរកហ្វ្រេកង់ណាមួយយើងក៏នឹងបានឃើញរូបភាពពីហ្វ្រេកង់មួយនោះនៅលើកញ្ចក់ទូរទស្សន៍យើងជ្រើសរើសយកហ្វ្រេកង់ណាមួយដោយបដូរប៉ុស្តិ៍វាហើយយើងក៏នឹងបានឃើញរូបភាពដែលបញ្ចូលមកតាមប៉ុស្តិ៍នោះបើយើងចង់ឃើញរូបភាពដែលខុសពីមុនយើងត្រូវតែបដូរប៉ុស្តិ៍ទៅរកហ្វ្រេកង់ថ្មីអ្នកគឺជាសសរអង្តែនបញ្ជូនសញ្ញាដែលជាមនុស្សហើយមានអានុភាពខ្លាំងលើសពីអង្តែនបញ្ជូនសញ្ញាទូរទស្សន៍គ្រប់ប៉ុស្តិ៍ទាំងអស់នៅលើភពផែនដីអ្នកគឺជាសសរអង្តែនដ៏មានអានុភាពបំផុតលើចក្រវាឡការជះសាយភាយរលកហ្វ្រេកង់របស់អ្នកបង្កើតជីវិតរបស់អ្នកនិងបង្កើតលោករលកសញ្ញារបស់អ្នកអាចសាយភាយហួសអំពីតំបន់នៃខេត្តក្រុងប្រទេសនិងភពផែនដីសញ្ញានេះបែកខ្ញែកទៅដល់លំហចក្រវាឡអ្នកនឹងបញ្ជូនរលកសញ្ញានេះដោយការពិតរូបភាពដែលអ្នកទទួលបានពីការបញ្ជូនរលកសញ្ញាការគិតរបស់អ្នកមិនបង្ហាញឲ្យឃើញអំពីរូបភាពនៅក្នុងកញ្ចក់ទូរទស្សន៍នៅក្នុងបន្ទប់របស់អ្នកអ្វីនោះទេតែវាជារូបភាពជីវិតរបស់អ្នកការគិតរបស់អ្នកបង្កបានជារលកសញ្ញាហើយស្រូបទាញអ្វីដូចគ្នាដែលស្ថិតនៅក្នុងកម្រិតរលកសញ្ញាដូចគ្នារួចក៏បញ្ជូនរូបភាពត្រឡប់មកកាន់អ្នកវិញជារូបភាពជីវិតរបស់អ្នកបើសិនជាអ្នកចង់ផ្លាស់ប្ដូរអ្វីៗនៅក្នុងជីវិតអ្នកត្រូវតែផ្លាស់ប្ដូរប៉ុស្តិ៍និងប្ដូរកម្រិតរលកសញ្ញាដោយវិធីប្ដូរការគិតរបស់អ្នកខ្លួនឯង